តែអាចម្ដងពីរដង3ដងឬក៏លើសនឹងទៀតដែលធ្វើឲ្យគាត់ទ្រាំបានហើយគឺអាចនឹងគាត់ប្រាប់មុនទៀតថាបើនៅតែអញ្ចឹងទៀតគាត់នឹងយកសភៅបោះចោលបើនៅអញ្ចឹងទៀតគឺគាត់នឹងធ្វើអញ្ចេះធ្វើអញ្ចោះបងប្អូនណាអញ្ចឹងយើងពិចារណាទាំងអស់គ្នាថាភាពជាគ្រូគាត់បានលិតដំអត្តចរិតមកតង់ទៅហើយអញ្ចឹងក្នុងការធ្វើអីមួយមិនមែនគាត់មិនដឹងច្បាប់ទេប៉ុន្តែជាបឋិជនមនុស្សសាមញ្ញធម្មតាខឹងដល់កម្រិតគឺអាចមាននៅរឿងចឹងកើតឡើងបាទបងប្អូនទាំងអស់គ្នាមានការវែកញែកឡើងបែកផ្សែងតែម្ដងនៅក្នុងបណ្ដាញសង្គមតាក់ទងនឹងវីដេអូឃ្លីបខ្លីមួយរបស់អ្នកគ្រូដែលមានអ្នកលួចថតបានអ្នកគ្រូនៅសាលារៀនមួយបានធ្វើការបោះសភៅរបស់សិស្សហើយបើតាមស្ដាប់ព័ត៌មាននិងសាច់រឿងគឺអ្នកគ្រូគាត់បង្រៀនឯកទេសប្រវត្តិវិទ្យាហើយគាត់បានយកនៅសភៅរបស់សិស្សានុសិស្សនោះតម្លាក់ពីជាន់លើមកប្រហែលជាគាត់ខឹងជាមួយនឹងសិស្សានុសិស្សដែលគាត់មិនបានធ្វើកិច្ចការជូនគាត់អញ្ចឹងណាបងប្អូនហើយមានការវែកញែកច្រើនមែនតើបើ comment អាននោះមានខ្លះទៅក៏គាំទ្រអ្នកគ្រូខ្លះទៅក៏គាំទ្រសិស្សត្រង់ថាទោះខឹងយ៉ាងណាមិនគួរយកសភៅគ្នាទៅបោះចោលអញ្ចឹងណាបើតាមច្បាប់គឺវាខុសហើយតាមច្បាប់នឹងគេហៅថាគរុកុសលគ្រូយើងខឹងសិស្សប៉ុណ្ណាក៏ដោយគឺយើងមិនអាចប្រើប្រាស់អំពើហិង្សាគ្រប់រូបភាពទាំងកាយវិការពាក្យសម្ដីគឺមិនអាចបាននៅឡើយបាទសុខចិត្តអត់ធ្មត់ហើយបើបញ្ហាធំគឺយើងបញ្ជូនទៅនាយកគ្រប់គ្រងសាលាដើម្បីធ្វើការដោះស្រាយហើយក៏អាចអញ្ជើញភាគីពាក់ព័ន្ធអាណាព្យាបាលអីផ្សេងមកដោះស្រាយដោយសន្តិវិធីនឹងគឺជាអ្វីមួយដែលជា comment ប៉ុន្តែក៏មានការគ្រប់គ្រងទៅលើសកម្មភាពអ្នកគ្រូហ្នឹងគឺមិនមែនគ្រប់គ្រងឲ្យគាត់ធ្វើចឹងរហូតទេគ្រាន់តែថាពេលណាដែលគាត់ទប់លែងបានណាមានតែគ្រូបរិញ្ញាទេដែលដឹងអារម្មណ៍ពេលដែលខឹងសិស្សខ្លាំងវាឡើងដល់កម្រិតមួយទប់ស្ទើរតែមិនបានណាបាទគ្រាន់ថាទប់មិនបានហ្នឹងគឺគ្រូខុសហើយខ្ញុំសូមបញ្ជាក់អញ្ចឹងប៉ុន្តែដែលទប់មិនបានហ្នឹងគឺជាញឹកញយហើយខ្ញុំជឿជាក់ថាគ្រូបង្រៀនម្នាក់មុននឹងពេលដែលគាត់ឈានដល់ការប្រើនៅអំពើហិង្សាឬក៏រូបភាពរៀងជ្រៅគឺមានន័យថាគាត់ទ្រាំមិនមែនតិចដងទេគាត់ណែនាំក៏មិនមែនតិចដងដែរខ្ញុំជឿជាក់អញ្ចឹងมันងាយមានទេគ្រូម្នាក់ដែលសិស្សធ្វើខុសហើយប្រើអំពើហិង្សាខ្លាំងភ្លាមគឺកម្រប៉ុន្តែអាចម្ដងពីរដង3ដងឬក៏លើសនឹងទៀតដែលធ្វើឲ្យគាត់ទ្រាំបានហើយគឺអាចនឹងគាត់ប្រាប់មុនទៀតថាបើនៅតែអញ្ចឹងទៀតគាត់នឹងយកសភៅបោះចោលបើនៅអញ្ចឹងទៀតគឺគាត់នឹងធ្វើអញ្ចេះធ្វើអញ្ចោះបងប្អូនណាអញ្ចឹងយើងពិចារណាទាំងអស់គ្នាថាភាពជាគ្រូគាត់បានលិតដំអត្តចរិតមកតង់ទៅហើយអញ្ចឹងក្នុងការធ្វើអីមួយមិនមែនគាត់មិនដឹងច្បាប់ទេប៉ុន្តែជាបឋិជនមនុស្សសាមញ្ញធម្មតាខឹងដល់កម្រិតគឺអាចមាននៅរឿងចឹងកើតឡើងបាទប៉ុន្តែនៅតែខុសដដែលខ្ញុំមិនបានគ្រប់គ្រងថាគាត់ត្រូវទេព្រោះវាជាទង្វើមួយដែលផ្ដល់នៅរូបភាពមិនល្អក្នុងនាមជាគ្រូពាក្យថាគ្រូគឺជាគំរូរបស់សិស្សជាគំរូរបស់អ្នកដទៃគ្រប់គ្នាអញ្ចឹងនៅក្នុងករណីជាក់ស្ដែងយ៉ាងណាប្រហែលជានឹងមានការបកស្រាយនៅវីដេអូលម្អិតដោយអ្នកគ្រូផ្ទាល់ឬក៏មានសារព័ត៌មានចុះទៅសភាគាត់ផ្ទាល់ថាតើមូលហេតុអីដែលជំរុញឲ្យគាត់ដាច់ចិត្តលើកសភៅរបស់សិស្សតម្លាក់ទៅខាងក្រោមអញ្ចឹងណាបងប្អូននៅក្នុងคลิปនោះក៏ខ្ញុំឃើញកូនសិស្សនៅសាលាហ្នឹងគឺទូរស័ព្ទគ្រប់ដៃតែម្ដងបងប្អូនអញ្ចឹងសម័យឥឡូវបើសិនបើសាលាមួយមិនហ៊ានចេញច្បាប់ក្នុងការចាប់ទូរស័ព្ទសិស្សទេពេលមានបញ្ហាអាណាព្យាបាលគាត់ធម្មតាអាណាព្យាបាលប្រកាសជាគាត់ការពារកូនរបស់គាត់ហើយយើងអត់អាចថាគាត់យ៉ាងម៉េចទេប៉ុន្តែការពារក៏មិនប្រកាសថាគាត់ត្រូវតែការពារមនុស្សខុសដែរប៉ុន្តែតរំដឹងខុសត្រូវហ្នឹងវាអាចចូលទៅក្នុងរូបភាពអាក្រក់ផ្សេងមួយចំនួនទៀតបាត់ហើយអញ្ចឹងបានជាបច្ចុប្បន្ននៅប្រទេសសូម្បីនៅអាស៊ីអាគ្នេយ៍យើងមានប្រទេសដែលគេចេញច្បាប់ហើយមិនឲ្យយុវជនក្រោម16ឆ្នាំប្រើទូរស័ព្ទទេបាទ
វាបកបញ្ហាច្រើនហើយទូរស័ព្ទមែនតើសប្តាហ៍ថ្ងៃបើប្រើបានយើងប្រើត្រឹមតែទូរស័ព្ទដែលអាចត្រឹមតែមួយទេទៅបើសិននឹកឃើញថាគេលោកកូនទៅរៀនមានបញ្ហាអីអត់អាចទេមកផ្ដល់ព័ត៌មានបានណាបាទมันគួរណាទូរស័ព្ទទំនើបប្រសើរដែរមានណាព្យាបាលឬក៏ឪពុកម្ដាយដែលគាត់មានលទ្ធភាពទិញទូរស័ព្ទទំនើបជាងគ្រូទៀតឲ្យកូនរៀនបាទហើយចឹងកូនបើបានទូរស័ព្ទទំនើបជាងគ្រូហើយគាត់រៀងអាងវាងតិចហើយព្រោះទូរស័ព្ទគ្រូកាចាស់ហ្នឹងទូរស័ព្ទសិស្សថ្មីជ្រើងហើយក៏បើនិយាយថាចូលសេដ្ឋកិច្ចគ្រួសារគេល្អมันត្រូវប្រើរបស់ល្អទទួលស្គាល់ថាធម្មតាតែល្អហើយព្យាយាមប្រើល្អទៅប៉ុន្តែយើងមើលកលៈទេសៈព្រោះវ័យហ្នឹងកូនយើងក៏គាត់មិនទាន់រលួយអីបានដុំកពួនដែរចិត្តតែជាលុយយើងទាំងអស់ហើយយើងបង្កើតទម្លាប់ឲ្យគាត់ប្រើលុយរបស់យើងដើម្បីទិញនេះទិញនោះគាត់ចិត្តគាត់ពេកថ្ងៃក្រោយពេលគាត់តម្រើសឬក៏ពេលដែលគាត់ខ្លាយទៅជាក្មេងនិយាយមិនស្ដាប់គ្នាលោកគ្រូអ្នកគ្រូគឺខ្លាយទៅជាគោលដៅនៃការចោទប្រកាន់ថាទៅរៀនប៉ុន្តែដូចអត់មានគ្រូបដៅអញ្ចឹងណាអញ្ចឹងនៅក្នុងសាច់រឿងដែលកំពុងកក្រើកលើបណ្ដាញសង្គមស្រុកខ្មែរយើងគឺរឿងអ្នកគ្រូទម្លាក់សភៅនេះខ្ញុំគ្រាន់តែចេញមកជាយោបល់ប៉ុណ្ណឹងសរុបឲ្យខ្លីថាគ្រូម្នាក់ដែលគាត់ឈានដល់ការប្រើប្រាស់អំពើហិង្សា 90% គឺលោកគ្រូអ្នកគ្រូនោះសុទ្ធតែធ្លាប់បានប្រាប់សិស្សមុនហើយថាប្រសិនបើមិនធ្វើកិច្ចការនៅតែបន្តភាពផ្កើនមិនគោរពច្បាប់សាលាគឺគាត់នឹងធ្វើការដាក់ពិន័យធ្ងន់ធ្ងរហ្នឹងគឺខ្ញុំនិយាយ8ទៅ 90% តែក្រៅពីហ្នឹងដែលអាចកើតឡើងពីអត្តចរិតបុគ្គលខ្លួនឯងដែលខុសភ្លាមប្រាំអំពើហិង្សាខ្លាំងភ្លាមហ្នឹងគឺអាចមាន10% ឬក៏20% ចឹងទៅបាទហើយក៏យើងមើលភាពជាក់ស្ដែងនៅក្នុងសាលារៀនផ្ទាល់គឺសិស្សម្នាក់កាន់ទូរស័ព្ទហើយអាចថតវីដេអូអ្នកគ្រូបានស្រួលទៀតដូចជាសកម្មភាពទាំងអស់នេះជាសកម្មភាពមួយដែលសាលារៀនអត់គួរឲ្យមានទេបាទសាលាណាក៏ដោយមិនថាសាលារដ្ឋឯកជននេះទេគឺគួរតែមានកុំឲ្យមានឲ្យសោះហើយបើសិនបើមានគឺមានការគ្រប់គ្រងត្រឹមត្រូវបាទអញ្ចឹងខ្ញុំមានយោបល់ប៉ុណ្នេះហើយបងប្អូនអាចចូលរួមជាមតិយោបល់នៅខាងក្រោមវីដេអូទាំងអស់គ្នាអំពីរឿងរ៉ាវអ្នកគ្រូទម្លាក់សិភៅរបស់សិស្សទៅខាងក្រោមហើយត្រូវបានមហាជនគាំទ្រនិងក៏មានមហាជនរិះគន់យ៉ាងធ្ងន់ធ្ងរផងដែរបាទសូមអរគុណ